រឿងរឹទ្ធីពងនិងដាំស្វាយចន្លនៅភូមិមួយក្បែរមាត់បឹងមានក្មេងប្រុសតូចម្នាក់ឈ្មោះរឹទ្ធីពងមូលហេតុដែលអ្នកភូមិហៅគេបែបនេះព្រោះពេលគេកាត់មកមានភ្លៀងខ្លាំងនិងលិចអស់វាលស្រែរឹទ្ធីពងជាក្មេងដែលមានទម្លាប់អាក្រក់មួយគឺចូលចិត្តលែងច្រើននិងរករឿងអ្នកដទៃថ្ងៃមួយម្ដាយបានហៅគេឲ្យទៅបែកផ្លែស្វាយទុំនៅក្នុងចម្ការពេលទៅដល់គេឃើញផ្លែស្វាយទុំពណ៌លឿងដ៏ធំមួយផ្លែនៅលើមែកខ្ពស់ណាស់រឹទ្ធីពងក៏លោតឡើងចុះ3-4 ដងដើម្បីចាប់ទាញមេឃស្វាយប៉ុន្តែធ្វើមិនបានភ្លាមនោះកំហាំងរឹទ្ធីពងក៏ចាប់ផ្ដើមឡើងគេស្រែកដាក់ដាំស្វាយទាំងខឹងថាដាំស្វាយអីក៏ចាត់អាក្រក់ម្លេះឲ្យផ្លែខ្ពុតគេបែកមិនបានសោះដាំស្វាយមិនបានតបតអ្វីឡើយគ្រាន់តែលួចរលត់ម៉ៃរបស់ខ្លួនយឺតដោយក្តីមេត្តាពេលកំពុងតែខឹងស្រាប់តែមានខ្យល់បក់មកវូនោះសន្ទូធំហើយផ្លែស្វាយទុំនោះក៏ធ្លាក់ចុះមកដីចំពីមុខគេតែម្ដងរឹទ្ធីពងភ្ញាក់ផ្អើលយ៉ាងខ្លាំងដាំស្វាយបានខ្សឹបទៅតិចតាមខ្យល់ថារឹទ្ធីពងអើយលោកមិនបានចិត្តអាក្រក់ទេគ្រាន់តែលោកចង់បង្រៀនចៅកុំឲ្យខឹងញឹកញាប់បើទោះបីជាផ្លែរបស់លោកនៅខ្ពស់ក៏ដោយក៏លោកនៅតែព្យាយាមលះបង់ឲ្យចៅដោយក្តីស្រឡាញ់ដែរបើចៅកាន់តែខឹងចៅកាន់តែពិបាកខ្លួនឯងទេរឹទ្ធីពងស្ដាប់ហើយក៏មានអារម្មណ៍ខ្មាស់អៀនហើយទឹកមុខក៏ប្រែជាញញឹមគេសុំទោសដាំស្វាយទាំងអំអៀនហើយចាប់តាំងពីពេលនោះមកគេក៏ព្យាយាមកាត់បន្ថយការខឹងរបស់ខ្លួនហើយរៀនធ្វើជាក្មេងល្អដែលមានចិត្តអត់ធ្មត់និងចិត្តល្អចេះកែប្រែទៅជាក្មេងល្អចាប់ពេលនោះមករឿងនេះបានបញ្ជាក់និងណែនាំក្មេងដែលមានអត្តចរិតមិនល្អទៅជាក្មេងដែលមានអត្តចរិតល្អមានអ្នកស្រឡាញ់និងរាប់អានច្រើនអរគុណដែលបានចំណាយពេលស្ដាប់សូមអរគុណ